សម្ដេចតេជោហ៊ុនសែនចាត់ទុកទង្វើដុតទំនិញថៃចោលរបស់លោកខេស៊ុនមួយជាអំពើទៅហួសពីស្នេហាជាតិនិងជារបៀបក្រុមនិយមជ្រុលហួសហេតុសម្ដេចតេជោហ៊ុនសែនបានបង្ហាញពីការខកចិត្តចំពោះលោកខេស៊ុនមួយដែលប្រមូលមនុស្សទៅថតវីដេអូធ្វើសកម្មភាពពាក់ព័ន្ធការដុតចោលទំនិញរបស់ថៃហើយបង្ហោះលើបណ្ដាញសង្គមដោយសម្ដេចតេជោបានចាត់ទុកទង្វើនេះជាអំពើទៅហួសពីស្នេហាជាតិនិងជារបៀបក្រុមនិយមជ្រុលហួសហេតុនៅយប់ថ្ងៃទី20 ខែតុលាសម្ដេចតេជោហ៊ុនសែនបានបង្ហោះលើទំព័រ Facebook យ៉ាងដូចនេះថាសម្ដេចទើបបានមើលវីដេអូមានរយៈពេលជាង8នាទីរបស់ក្រុមដែលដឹកនាំដោយលោកខេស៊ុនមួយតាក់ទងការធ្វើពហិការឈប់ប្រើប្រាស់ទំនិញរបស់ថៃសម្ដេចតេជោមានការខកចិត្តចំពោះអំពើមិនគប្បីរបស់បងប្អូនទាំងនេះជាពិសេសរបស់លោកខេស៊ុនមួយតែម្ដងសម្ដេចតេជោគូបញ្ជាក់ថាការដុតចោលទំនិញរបស់ថៃការដាក់បណ្ដាសាចំពោះអ្នកលក់ទំនិញថៃដែលនៅសេសសល់លក់មិនទាន់អស់គឺជាអំពើទៅហួសពីស្នេហាជាតិនិងជារបៀបក្រុមនិយមជ្រុលហួសហេតុសម្ដេចតេជោប្រធានព្រឹទ្ធសភាបានបញ្ជាក់ថាប្រជាជនកម្ពុជាច្រើនណាស់ដែលធ្វើពហិការមិនប្រើប្រាស់ទំនិញថៃមានស្ទើរតែ99%ទៅហើយមិនថាប្រជាជននៅក្នុងប្រទេសឬបងប្អូនខ្មែរនៅក្រៅប្រទេសនោះទេចំណោទបញ្ហានៅត្រង់អាជីវករលក់ដូរដែលមានទំនិញថៃនៅសេសសល់តើឲ្យពួកគាត់យកទៅណាដុតបំផ្លាញចោលឬបន្តលក់ដើម្បីប្រមូលដើមទុនមកវិញប្រសិនបើខេស៊ុនមួយមានប្រាក់សូមយកទៅទិញទំនិញដែលនៅសេសសល់ទាំងនេះធ្វើជាចំណីសត្វប្រសើរជាជាងដុតចោលដោយខេស៊ុនមួយបានធ្វើវីដេអូនេះបើមនុស្សមិនទទួលទានទុកឲ្យសត្វស៊ីប្រសើរជាជាងដុតចោលឬកំទេចចោលសម្ដេចតេជោបានសង្កត់ធ្ងន់យ៉ាងដូចនេះថាខ្ញុំសូមឲ្យខេស៊ុនមួយបញ្ឈប់សកម្មភាពឈួតបែបនេះជាបន្ទាន់និងចូលរួមពង្រឹងដំឡើងសីលធម៌សុជីវធម៌គុណធម៌និងភាពថ្លៃថ្នូររបស់ជាតិ